លលៀមណាស់មែនទេមើលអញគប់ក្បាលអានេះម្ដងមើលមីងល្អងបានក្រវែងដំបងមួយទំហឹងទៅពិតជាត្រង់ល្អណាស់មើលចុះហោះទៅត្រូវក្បាលនាយេតលន់លឿនសូរទៅពុះតែម្ដងអាយអូយអូយបែកក្បាលហើយមើលទៅអាយឈឺណាស់មីងល្អងនេះកាចដល់ហើយអូយឈឺណាស់នៅមិនបានទេរត់សិនហើយសំមុខហើយអាព្រើលនៅអាមួយនេះទៀតអូយអាណាគេមកគប់យើងបែបនេះអូយឈឺណាស់បែកគូតអស់ហើយអញមើលទៅមិនទៅទៀតអីដាក់មួយទៀតទៅមើលអូយមួយទៀតហើយអូយបែបនេះមុខចំមីងល្អងកំណាចប្រកាសជាមិនខានទេម៉ែមើលចុះមកថាព្រមតែភ្នែកណាសម្លក់កូនចង់អាយ៉ាស់ភ្នែកហើយសម្លក់មែនទេមើលអញខ្វេះគ្រាប់ភ្នែកអញចេញមើលចង់ធ្វើអីនឹងមីងលែងខ្ញុំទៅខ្ញុំឈឺណាស់អូយអញគិតមកយូរហើយថាអញត្រូវតែបដៅនឹងឯងទុកជាមេរៀនមុនដើម្បីឲ្យចាំថាអញខ្លាំងប៉ុណ្ណាមែនហើយម៉ែខ្វេះភ្នែកវាផងទៅកុំឲ្យវាទម្លាប់សម្លក់ខ្ញុំទៀតនេះណែអូយឈឺណាស់មីងខ្ញុំខ្លាចហើយមីងខ្ញុំខ្លាចហើយរឿងមាលាដួងច័ន្ទផលិតវីដេអូដោយខិនសុភាដំណើរអំពីបរិសម្នាក់គាត់មានជីវភាពក្រីក្រណាស់ហើយគាត់ក៏មានអាយុច្រើនណាស់ដែរហេតុនេះហើយទើបសុខភាពគាត់មិនសូវល្អនោះទេពុកនេះពុកក្អកទៀតហើយមែនទេពុកសម្រាប់សិនទៅខ្ញុំទៅទិញថ្នាំយកមកដាំឲ្យពុកពិសាមើលទៅសុខភាពពុកមិនល្អទេគិតចេះចោះណាកូនកូនកុំទៅទិញថ្នាំនាំទៅអស់ប្រាក់ធ្វើអីណាកូនអស់ក៏អស់ចុះឲ្យទៅពុកបានធូរណាពុកកុំទៅអីមកនេះមកពុកមានរឿងចង់និយាយជាមួយកូនតើជារឿងអ្វីទៅពុកចាស់ណាស់ទៅហើយពុកគិតថាពុករស់មិនបានយូរទៀតទេដូច្នេះពុកចង់យកកូនទៅផ្ញើនឹងមីងកូនហើយណាកូនផ្ញើមែនទេពុកតែកូនអាចរស់នៅម្នាក់ឯងបានតាកូនមិនចង់រំខានអ្នកមីងល្អងទេតែភូមិនេះគ្មានសុវត្ថិភាពទេកូននៅជាមួយមីងឯងទៅល្អជាងម្យ៉ាងទោះគេមិនមែនជាមីងបង្កើតតែមីងល្អងគេចាត់បានណាតែពុកកុំប្រកែកអីមាលាពុកគិតគូរយកប្រាក់ទៅឲ្យមីងល្អងផងដែរស្អែកនេះទៅជាមួយពុកតែម្ដងទៅណាកូនចាស់ពុកកូនព្រមតាមពុកចុះបានមីងល្អងកូនក៏សង្ឃឹមថាមីងល្អងជួយមើលពុកពេលដែលពុកឈឺជាមួយកូនផងដែរមែនហើយកូនអោផ្កាយលើមេឃផ្កាយវ័យចម្លែកគួរឲ្យស្នេហាផ្កាយនេះជាផ្កាយរបងទេវតាគួរឲ្យស្នេហាក្នុងពេលរាត្រីគួរឲ្យស្នេហាក្នុងពេលរាត្រីព្រះហើយអូនផ្កាងូតទឹកកដាលថ្ងៃចេះត្មងអូយមើលចោះសាច់សឡើងដូចសម្លៃតែម្ដងហើយស្រីអីក៏ស្អាតម្លេះណោះមើលចោះស្អាតនោះស្អាតហើយអញទ្រាំបានឥឡូវហើយនាយកនផងដែរក៏បានលួចមើលនាងផ្កាងូតទឹកពីជ្រុងម្ខាងដូចគ្នាអូនផ្កានេះសង្ស័យទៅដឹងតែខ្ញុំលួចមើលហើយមើលទៅបានជាមងូតទឹកកដាលថ្ងៃបែបនេះនោះអូយព្រះហើយមើលចុះសាច់លង្សដូចចានតែម្ដងហើយចំណែកមីងល្អងវិញឆ្ងល់ថាម៉េចក៏កូនគាត់ងូតទឹកយូរម្ល៉េះដូច្នេះគាត់ក៏ចេញមកមើលនិងបានសម្គាល់ពីមុខផ្ទះមកថាយីពួកអាក្មេងអត់ឃ្លាននេះពិតជាក្បាលខូចណាស់ណោះពួកវានេះប្រហើនណាស់បែរជាមកលួចមើលកូនយើងងូតទឹកផងចាំមើលណាយើងចាត់ការឯងម្ដង